បានត្រឹមតែសោកស្ដាយទេបាទកប៉ាល់មួយរបស់សហរដ្ឋអាមេរិកទទួលរងការខូចខាតតិចទុះគ្មានសល់បងប្អូនតោះឥឡូវយើងទៅស្ដាប់ព័ត៌មាននឹងទាំងអស់គ្នាថាតើហេតុអ្វីបានកប៉ាល់នេះផ្ទុះតិចហើយនេះគឺជាកប៉ាល់សហរដ្ឋអាមេរិកបាទអាប់ដេតពីអេដមីនបញ្ញាទាំងអស់គ្នាបាទកប៉ាល់ដឹកគ្រាប់រំសេងរបស់សហរដ្ឋអាមេរិកមួយគ្រឿងត្រូវបានបំផ្លាញពីបន្ទាប់ពីត្រូវរលកបោកបក់មកលើច្រាំងក្នុងប្រទេសទូគីដែលបង្ហាញពីហានិភ័យដល់នាវាយោធាអំឡុងពេលមានព្រឹត្តិការណ៍អាកាសធាតុអាក្រក់អញ្ចឹងនេះគឺជាកប៉ាល់មួយដែលកំពុងតែផ្ទុកគ្រាប់រំសេងរបស់សហរដ្ឋអាមេរិកណាបាទអញ្ចឹងត្រូវបានបំផ្លាញបាត់ហើយបងប្អូនដោយសារតែកប៉ាល់នេះមានដឹកគ្រាប់រំសេងគ្រាប់ជានិយាយទៅកប៉ាល់នេះដឹកគ្រាប់ផ្ទុះបាទអញ្ចឹងឥឡូវនេះគឺផ្ទុះបាត់ទៅហើយបាទកប៉ាល់នេះមួយគ្រឿងនេះគឺផ្ទុះបាត់ទៅហើយមកដល់ម៉ោងនេះបន្ទាប់ពីគេហៅថាសង្គ្រាមរៀងគេហៅថាពជាពេលរវាងអ៊ឺរ៉ង់ហើយនិងអាមេរិកឥឡូវនេះកំពុងតែខូចខាតយ៉ាងដំណំបាទកប៉ាល់មួយនេះមិនតូចហើយក៏មិនធំដែររបស់សហរដ្ឋអាមេរិកណាបាទទិសដៅដូចជានៅទូគីបងប្អូននៅទូគីនៅប្រទេសទូគីបាទចិត្តច្រាំងបងប្អូនចិត្តច្រាំងមែនទែនហើយមួយវិញទៀតវាកំពុងតែជួបអាកាសធាតុដែលកំពុងតែបើយើងនិយាយទៅថាមានរលកផងមានអីផងអញ្ចឹងណាហើយដល់ពេលកប៉ាល់នឹងវាចិត្តដល់ច្រាំងវាទៅជួបបញ្ហាបាទជួបបញ្ហាដល់ពេលហើយក៏ផ្ទុះបងប្អូនផ្ទុះទៅបាទខូចខាតបន្តិចទេហើយបើយើងនិយាយទៅថាកប៉ាល់ដឹកតាក់ទងជាមួយនឹងជាតិរំសេវនេះវាអាចមានបញ្ហាក្នុងអំឡុងពេលឧទាហរណ៍ថាបើវានៅមកដល់គៀកកំពង់ផែមែនតើណាបើចតកំពង់ផែផ្ទុះមិនធម្មតាទេបងប្អូនខ្ទេចកំពង់ផែបងប្អូនគ្រាន់តែឃើញរូបភាពមួយនេះពេលកំពង់ផ្ទុះបានដឹងថាលាន់ស្នូប៉ុណ្ណាខ្ញុំគ្រាន់តែបានយកទៅរូបភាពបាន screen រូបភាពដើម្បីឲ្យបងប្អូនយើងបានមើលទេហើយវីដេអូវិញអត់ដាក់ដោយសារតែដាក់ទៅវាជាប់ណាបងប្អូនអញ្ចឹងមកដល់ម៉ោងនេះកប៉ាល់ដឹកគ្រាប់រំសេងរបស់សហរដ្ឋអាមេរិកមួយគ្រឿងត្រូវបានបំផ្លាញដោយគេហៅថារលកបោកបក់មកលើច្រាំងក្នុងប្រទេសទូគីដែលបង្ហាញពីហានិភ័យយោធាអំឡុងពេលមានព្រឹត្តិការណ៍អាកាសធាតុអាក្រក់អញ្ចឹងចូលរួមសោកស្ដាយផងបាទសហរដ្ឋអាមេរិកទទួលរងគ្រោះទៀតហើយបាទគេហៅថាឲ្យថានិយាយទៅខូចខាតដឹងតែអស់លុយបាទប៉ុន្តែអត់អីទេសហរដ្ឋអាមេរិកម្ដងម៉ោងនេះគេមានលុយស្រាច់ហើយបាទលោកដូណាល់ត្រាំគាត់ខ្វះទេលុយបាទលុយគាត់ឡើង6 7 ប៊ីហ្នឹងគាត់អត់ខ្លាចនឹងចំណាយទេហើយមួយវិញទៀតនៅប្រទេសសហរដ្ឋអាមេរិកយើងដឹងហើយថាការចំណាយគ្រាន់តែស្នើទៅសភាគេឲ្យចំណាយសម្បីតែធ្វើសង្គ្រាមយើងស្នើទៅសភាគេឲ្យចំណាយបាទរាប់ពាន់លានដុល្លារក្នុងមួយថ្ងៃគាត់វាយជាមួយអ៊ឺរ៉ង់គាត់ដឹងហើយថាចំណាយអស់ប្រហែលมันក្រោម2 មួយប៊ីទេបងប្អូនអាយមួយប៊ីណា800 លានគាត់គ្រាន់តែការវាយមួយថ្ងៃជាមួយនឹងអ៊ឺរ៉ង់អស់800 លានដុល្លារយើងបណ្ឌភិកថាមួយប៊ីទៅបាទ1 ប៊ីលានបាទច្រើនមែនតើហើយតម្រាំវាយរហូតដល់ជិត20ថ្ងៃនេះបងប្អូនអញ្ចឹងវាស្មើប្រហែលយើងគុណទៅលេងទៅស្មើប្រហែល20 ប៊ីបាទបាទអញ្ចឹងមិនធម្មតាទេណាសួរថាលុយបានមកពីណាបាទប្រទេសគេអ្នកមានបងប្អូនប្រទេសគេអ្នកមានគេអត់ខ្វល់ទេការចំណាយសំខាន់គឺចង់និយាយថាប្រតិបត្តិការគេឲ្យជោគជ័យណាបាទដើម្បីប្រទេសគេបាទមុខមាត់ប្រទេសគេនេះដោយការគេហៅថានេះអញ្ចឹងនេះដោយកប៉ាល់ដឹករំសេវអញ្ចឹងមិនតិចលានទេបងប្អូនមិនតិចលានទេបងប្អូនឆេះទៅក្នុងមួយគ្រាប់មិនក្រោមពីរាប់ម៉ឺនដុល្លារទេបាទក្រមសេវបាទអញ្ចឹងឥឡូវនេះបាទមានព័ត៌មានតែប៉ុណ្្នឹងបាទទឹកដីទូគីបាទកប៉ាល់របស់សហរដ្ឋអាមេរិកត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរបាទខ្ទេចនិយាយទៅមិនមែនបំផ្លាញធម្មតាគឺខ្ទេចមាត់ឡេវហ្មងព្រោះនៅក្នុងកប៉ាល់ហ្នឹងវាគ្រាប់សេវហ្មងអញ្ចឹងគឺខ្ទេចអស់ហើយបាទមួយគ្រឿងខ្ទេចឆេះមាត់ឡេវបាទបើមានព័ត៌មានថ្មីខ្ញុំនឹងចែករំលែកបន្តទៀតចាំមើលតាមដានសង្គ្រាមបន្តទៀតថាជុំវិញពិភពលោកតើមានសង្គ្រាមអ្វីនឹងកើតឡើងហើយសង្គ្រាមហ្នឹងថាអាចប៉ះពាល់អ្វីដល់ពិភពលោកក៏ដូចជាប្រទេសនានានៅជុំវិញពិភពលោកតាមដានមួយ admin របស់